រោគសញ្ញាទាំង5នេះនឹងបញ្ជូនទៅដល់រាងកាយដើម្បីឲ្យបងប្អូនអ្នកគ្នាដឹងមុនប៉ះពាល់ជាមួយនឹងការខូចតម្រងនោមសញ្ញាទី1ដែលបងប្អូនគួរតែកត់សម្គាល់នឹងតកតងជាមួយនឹងស្បែកបងប្អូនចាប់ផ្ដើមស្ងួតឡើងកន្ទោលនិងមានការរមាស់ទៅលើស្បែកសញ្ញាទី2គឺការដកដង្ហើមរបស់បងប្អូននឹងមានក្លិនមិនល្អមានបញ្ហាមួយទៀតតកតងនឹងការធំក្លិនមាត់ហើយរោគសញ្ញាទី3ដែលរាងកាយបញ្ជូនឲ្យបងប្អូនដឹងសញ្ញាមុនដូចគ្នាគឺតកតងជាមួយនឹងកម្លាំងបងប្អូនឆាប់អស់កម្លាំងដកដង្ហើមបានខ្លីៗមានអារម្មណ៍ថាថប់ហើយលហិតលហៃល្វើយនៅក្នុងខ្លួនរោគសញ្ញាទី4គឺការដែលបងប្អូនមានអាការៈមួយតកតងនឹងឈឺឆ្អឹងខ្នងចុករោចង្កេះជាប្រចាំហើយរោគសញ្ញាទី5ចុងក្រោយដែលរាងកាយរបស់មនុស្សយើងកំពុងតែទើឬក៏ឲ្យសញ្ញាដឹងមុនប៉ះពាល់ជាមួយនឹងការខូចតម្រងនោមនោះគឺការប្រែប្រួលទៅលើការបត់ជើងតូចបានន័យថាបងប្អូនចាប់ផ្ដើមនោមញឹកជាងមុនហើយនោមមកខ្សោយបងប្អូនដែលយកចិត្តទុកដាក់ឬក៏តែងតែតាមដានទៅលើរឿងរ៉ាវសុខភាពប៉ះពាល់ជាមួយនឹងតម្រងនោមហ្នឹងកុំភ្លេចចូលខមមិននៅក្នុងវីដេអូហ្នឹងម្នាក់មួយផងថាតើរាល់ថ្ងៃបងប្អូនកំពុងតែមានសញ្ញាទាំង5ហ្នឹងអត់បើសិនជាបងប្អូនកំពុងតែមានសញ្ញាទាំង5ហ្នឹងរស់រាននៅក្នុងការទៅឆែកសុខភាពមើលជាពិសេសប៉ះពាល់ជាមួយនឹងមុខងារតម្រងនោមបងប្អូនទៅរកមើលតកតងជាមួយនឹងលទ្ធផលដើម្បីឲ្យប្រកាសពជាថាបងប្អូនកំពុងតែមានបញ្ហាតកតងជាមួយនឹងមុខងារតម្រងនោមឬក៏អាចនឹងឈានទៅដល់ការខូចតម្រងនោមបងប្អូនទាំងអស់គ្នា